សូមជម្រាបសួរបងប្អូនទាំងអស់គ្នាដោយដែលបានសន្យានាងខ្ញុំថ្ងៃនេះនឹងមកចែករំលែកអំពីផ្លូវដែលនិស្សិតមកបន្តការសិក្សានៅក្នុងប្រទេសអូស្ត្រាលីនៅពេលដែលគាត់រៀនចប់គាត់អាចស្វែងរកនៅសិទ្ធិរស់នៅអចិន្ត្រៃយ៍តាមរយៈ visa ប្រភេទនេះដែលមានឈ្មោះថា Skilled Migration Visa តែមុននឹងចូលទៅដល់ការបកស្រាយរបស់នាងខ្ញុំចង់បញ្ជាក់បងប្អូនដែរថានាងខ្ញុំមិនមែនកំពុងប្រឹក្សាយោបល់ផ្នែកច្បាប់អន្តោប្រវេសន៍ជូនបងប្អូនហើយនាងខ្ញុំក៏អត់បានប្រាប់ឲ្យបងប្អូនធ្វើតាមការរៀបរាប់របស់នាងខ្ញុំដែរអ្វីដែលនាងខ្ញុំចែករំលែកពេលនេះគ្រាន់តែជាព័ត៌មានទូទៅប៉ុណ្ណោះក្នុងករណីដែលបងប្អូនត្រូវសម្រេចចិត្តនៅក្នុងការស្នើសុំយក visa ណាមួយដែលជាតម្រូវការរបស់បងប្អូននាងខ្ញុំសូមឲ្យយោបល់បងប្អូនទៅប្រឹក្សាជាមួយនឹងអ្នកជំនាញខាងផ្នែកអន្តោប្រវេសន៍ដែលគេអាចជួយបងប្អូនបានលម្អិតអំពីកិច្ចការងារអន្តោប្រវេសន៍នេះអញ្ចឹងនាងខ្ញុំសូមចាប់ផ្ដើមដូចតទៅផ្លូវដែលអាចជួយឲ្យនិស្សិតនៅពេលដែលគាត់បញ្ចប់ការសិក្សាហើយគាត់អាចសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍បានគាត់អាចស្នើសុំយក visa 3ប្រភេទហើយថ្ងៃនេះនាងខ្ញុំលើកយក visa មួយនៅក្នុងចំណោម visa 3ហ្នឹងហើយនាងខ្ញុំនឹងបន្តចែករំលែកនៅក្នុងវីដេអូក្រោយចំពោះ visa 2ប្រភេទទៀត visa នេះគេឲ្យឈ្មោះថាគឺជា Skill Independent Visa ដែលមានលេខ189 visa ប្រភេទនេះគឺជាប្រភេទ visa ដែលយើងពឹងផ្អែកទៅលើ skill ជំនាញរបស់ខ្លួនឯងសមត្ថភាពរបស់ខ្លួនឯងសុទ្ធសាធដោយយើងអត់ត្រូវការអ្នក sponsor អ្នកធានាអត់ត្រូវការ support ការ nominate ពី state ឬក៏ territory បានន័យថាយើងអត់ត្រូវការគ្រប់គ្រងឬក៏ការផ្ដល់ឲ្យសិទ្ធិរស់នៅអចិន្ត្រៃយ៍តាមរយៈរាជរដ្ឋាភិបាលនៅក្នុងតំបន់ឬក៏រដ្ឋាភិបាលនៅក្នុងប្រទេសអូស្ត្រាលីនោះទេលក្ខខណ្ឌទូទៅនៅក្នុង visa ប្រភេទនេះបងប្អូនដាច់ខាតត្រូវតែមានអាយុក្រោម45ឆ្នាំហើយជំនាញដែលបងប្អូនរៀនដាច់ខាតត្រូវតែនៅក្នុង PR list ហើយបងប្អូនត្រូវតែជាប់ការរង្វេយតម្លៃទៅលើមុខជំនាញដែលបងប្អូនសិក្សាដែលគេហៅថា skill assessment ហ្នឹងហើយបងប្អូនត្រូវតែជាប់ English test គឺតេស្តភាសាអង់គ្លេសហើយបងប្អូនដាច់ខាតត្រូវមានពិន្ទុសន្សំបូកចូលគ្នាយ៉ាងតិចបំផុត65ពិន្ទុចំណុចល្អពី visa ប្រភេទនេះគឺបងប្អូនមិនត្រូវចាំបាច់ប្ដូរទីលំនៅទៅនៅរដ្ឋណាមួយបងប្អូនអាចទៅនៅទីណាក៏បានដែលសារតែបងប្អូនមិនពឹងពាក់ការជួយជ្រោមជ្រែងពីអ្នកណាឬក៏ពីរដ្ឋឬក៏កន្លែងណាមួយទេបងប្អូនអាចស្នើសុំ visa នេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទៅលើអ្នកធានាឬក៏រដ្ឋាភិបាលឬក៏រដ្ឋាភិបាលទៅលើដែនដីណាមួយឡើយក្នុងករណីដែលបងប្អូនមានប្រពន្ធឬក៏មានកូនបងប្អូនអាចធានាគាត់យកមកនៅក្នុងពេលអំឡុងដែលបងប្អូនកំពុងស្នើសុំយក visa សិទ្ធិរស់នៅអចិន្ត្រៃយ៍នេះផងដែរហើយ visa ប្រភេទនេះអត់ដូច visa ផ្សេងទៀតពីរទៀតដែលនាងខ្ញុំលើកយកមកទេដែលបងប្អូនត្រូវផ្លាស់ទីលំនៅអញ្ចឹងបងប្អូនអាចមានភាពងាយស្រួលនៅក្នុងការជ្រើសរើសទីកន្លែងដែលបងប្អូនរស់នៅបានចំណុចខ្សោយបានន័យថាចំណុចដែលមិនល្អអំពី visa នេះគឺតើតែបងប្អូនមានពិន្ទុខ្ពស់បានបងប្អូនទទួលបាន visa ប្រភេទនេះទទួលបានការអញ្ជើញគឺនិយាយឲ្យខ្លីគឺទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍អ្វីត្បិតតែនៅក្នុងការសរសេរជាលាយលក្ខណ៍អក្សរគេនិយាយថាបងប្អូនអាចស្នើសុំ visa ប្រភេទនេះនៅពេលដែលបងប្អូនសន្សំពិន្ទុបាន65ពិន្ទុប៉ុន្តែជាក់ស្ដែងអ្នកដែលត្រូវបានទទួលបាន visa សិទ្ធិរស់នៅអចិន្ត្រៃយ៍ហ្នឹងគាត់ជាទូទៅពិន្ទុរបស់គាត់ខ្ពស់ខ្លាំងមែនទែន75ពិន្ទុឡើងឬក៏8ឬក៏90ពិន្ទុហើយការរងចាំទទួលបានសិទ្ធិអចិន្ត្រៃយ៍អាចមានពេលយូរអាចខែឬក៏ឆ្នាំក៏ថាបានហើយ visa ប្រភេទនេះមានការប្រកួតប្រជែងខ្លាំងមែនទែនពីព្រោះมันមានតែនិស្សិតមកពីប្រទេសខ្មែរយើងទេគឺនិស្សិតអន្តរជាតិមកពីទូទាំងពិភពលោកប្រកួតប្រជែងយក visa ប្រភេទនេះអញ្ចឹងគេរើសអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងដូច្នេះហើយប្រភេទ visa នេះគឺជា visa មួយដែលពិបាកនៅក្នុងការស្នើសុំមែនទែនបងប្អូនគ្រប់ជំហានដែលបងប្អូនស្នើសុំ visa នេះបងប្អូនដាច់ខាតត្រូវតែពិគ្រោះជាមួយនឹងអ្នកជំនាញខាងផ្នែកអន្តោប្រវេសន៍ហើយបងប្អូនត្រូវរៀបចំឯកសារឲ្យបានល្អិតល្អន់បំផុតមុននឹងបងប្អូនស្នើសុំយក visa ប្រភេទនេះទាំងនេះគឺជាព័ត៌មានទូទៅអំពី visa ប្រភេទនេះហើយនឹងខ្ញុំនៅតែលើកទឹកចិត្តបងប្អូនលើកទឹកចិត្តហើយលើកទឹកចិត្តទៀតឲ្យបងប្អូនទៅពិភាក្សាជាមួយនឹងអ្នកជំនាញខាងផ្នែកអន្តោប្រវេសន៍មេធាវីឬក៏អ្នកដែលគេចុះបញ្ជីត្រឹមត្រូវមុននឹងបងប្អូនសម្រេចនៅក្នុងការស្នើសុំយក visa ប្រភេទនេះបើសិនជាបងប្អូនគ្រាន់តែស្ដាប់ដើម្បីយកចំណេះដឹងបងប្អូនអាចទទួលចំណេះដឹងពីវីដេអូរបស់អ្នកនាងខ្ញុំចែកជូនបងប្អូនបានប៉ុន្តែនៅពេលដែលក្នុងករណីស្លាប់រស់បានន័យថានៅពេលដែលបងប្អូនរៀនចប់បងប្អូនមានគម្រោងបន្តយកសិទ្ធិរស់នៅអចិន្ត្រៃយ៍តាមរយៈការរៀនរបស់បងប្អូនដាច់ខាតត្រូវតែពិគ្រោះជាមួយនឹងអ្នកជំនាញខាងផ្នែកអន្តោប្រវេសន៍អញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងបើសិនជាបងប្អូនចូលចិត្ត
វីដេអូប្រភេទនេះសូមកុំភ្លេចជួយ follow page ផងសូមអរគុណសូមជម្រាបលា